មកដល់សំណួរទី14លោកបានសាកសួរថាប្រាក់ខណ្ឌស្លាជាប្រាក់អ្វីតើភាគីណាជាអ្នកបង្គាប់ហើយភាគីណាជាអ្នកជូនចឹងពាក្យថាប្រាក់ខណ្ឌស្លាឬក៏ប្រាក់បង្គាប់ឬហៅថាប្រាក់បញ្ជាប់ចិត្តនេះនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជោទញ្ញាណោជូណាតត្រង់ទំព័រទី97ក៏លោកបានបញ្ជាក់ដែរថាគឺជាប្រាក់ដែលមេបាតកូលខាងប្រុសជូនទៅមេបាតកូលខាងស្រីតាមការកំណត់ព្រមព្រៀងគ្នាពីពេលធ្វើពិធីចែកចៅស្ដីដណ្ដឹងអញ្ចឹងនៅពេលដែលសម័យដើមការពឹងពោរកអ្នកផ្លូវអ្នកមហាធ្វើពិធីចែកចៅស្ដីដណ្ដឹងសួរសារបានអំពីកូនស្រីរបស់លោកមេបាលោកមានការអនុញ្ញាតត្រូវរកព្រមព្រៀងគ្នាហើយលោកក៏សួរអំពីតម្លៃនៃប្រាក់ខណ្ឌស្លានឹងឯងថាតើលោកនឹងកាត់តម្លៃខណ្ឌស្លាកូនស្រីលោកប៉ុន្មានសម្រាប់ពិធីមង្គលអាពាហ៍ពិពាហ៍របស់កូនប្រុសស្រីទាំងពីរហ្នឹងឯងចឹងទៅក៏មេដាបៃតាខាងកូនស្រីនឹងឯងលោកជាអ្នកកំណត់ថាត្រូវកាត់ប៉ុន្មានជាប្រាក់រៀលប្រាក់ដុល្លារឬក៏ជាមាសជាប្រាក់ដោយយល់អាស្រ័យទៅលើកត្តាពីរយ៉ាងកត្តាទី1គឺមើលទៅលើពូជពងវងតកូលរបស់ខាងកូនប្រុសមួយទៀតអាចនឹងអាស្រ័យទៅលើពូជពងវងតកូលរបស់មេបាខាងកូនស្រីដែរពូជពងវងតកូលខាងកូនប្រុសមានន័យថាប្រសិនបើកូនប្រុសមានពូជពងវងតកូលជាប់ខ្សែស្រឡាយជាពូជពងរាជវង្សឬក៏ជាក្សត្រអញ្ចឹងការកាត់តម្លៃខណ្ឌស្លាកូនស្រីហ្នឹងក៏លោកកាត់ទៅតាមតម្លៃហ្នឹងទៅប្រមាណតម្លឹងប្រមាណជីប្រមាណស្លឹងការកាត់ប្រាក់របៀបជាន់ដើមហ្នឹងឬក៏បច្ចុប្បន្នហ្នឹងយើងកាត់ប្រមាណ$1,000ប្រមាណ$100,000ហ្នឹងក៏អាស្រ័យទៅលើស្ថានភាពនៃពូជពងវងតកូលយកសក្ខណៈគេឈ្មោះរបស់តកូលហ្នឹងទៅហើយបើសិនជាកម្រិតឋានៈឯកឧត្តមលោកជំទាវអុកញ៉ាអញ្ចឹងលោកក៏កាត់តាមនឹងអញ្ចឹងទៅហើយមកថ្នាក់ខាងក្រោមទៀតអាចជាពជារាជអាជីវករឬមន្ត្រីរាជការថ្នាក់ក្រោមក៏លោកកាត់ទៅតាមកម្រិតហ្នឹងទៅហើយមួយទៀតតាមរាជសាមញ្ញធម្មតានេះអ្នកមានឋានៈទុនទាបមិនសូវសម្បូរទ្រព្យធនក៏លោកកាត់ទៅតាមនឹងទៅហើយមួយទៀតក៏លោកយកទៅលើពូជពងវងតកូលរបស់ខ្លួនឯងដែលជាមេបាខាងកូនស្រីនឹងដែរបើសិនបើលោកមានឋានៈខ្ពស់លោកក៏កាត់តម្លៃកូនស្រីលោកបែបខ្ពស់ទៅបែបមធ្យមលោកកាត់បែបមធ្យមទៅបើទៀបលោកកាត់បែបទៀបទៅហ្នឹងគឺมันកំណត់ដាច់ណាត់តែខាងណាទេហើយមួយទៀតទៅនឹងប្រាក់ខណ្ឌស្លានេះដែរជួនកាលលោកអាចកាត់ដោយរួមមានទាំងការកំណត់ផ្ទះប្រមាណខ្នងប្រមាណរវែងប្រមាណបន្ទប់នេះជាក្បួនបុរាណគឺលោកធ្វើបែបហ្នឹងហើយមានជាងការកំណត់ដីស្រែគេអកឬក៏មានគោក្របីរទេះរបស់របរប្រើប្រាស់សម្ភារៈអ្វីផ្សេងទៀតអានេះគឺជាតាមបែបក្បួនបុរាណព្រោះអីព្រោះលោកធ្វើបែបនេះដើម្បីផ្ដល់ភាពងាយស្រួលថាក្រោយពេលកូនប្រុសកូនស្រីលោកបានរៀបចំជាគូអនាគតនៅគ្នាហើយគឺមានទីលំនៅផ្ទះសម្បែងស្នាក់នៅត្រឹមត្រូវមានគេអកមានទ្រព្យសម្រាប់បង្កបង្កើនផលរិះរោចនៅមុខរបរដើម្បីចិញ្ចឹមជីវិតឲ្យមានសេចក្តីសុខតទៅកុំឲ្យលំបាកនៅពេលដែលរៀបមង្គលការថ្មីហ្នឹងនេះគឺជាគំនិតរបស់ចាស់ទុំបុរាណលោកបានគិតគូរវែងឆ្ងាយកុំឲ្យកូនចៅនឹងពិបាកហើយបច្ចុប្បន្ននេះអាចថាលោកនឹងមិនកំណត់តកតងនឹងរបស់អស់នឹងអីច្រើនសពបែបយ៉ាងទេប៉ុន្តែលោកអាចកំណត់ជាសរុបក្នុងតម្លៃខណ្ឌស្លានេះអាចថាប្រមាណនោះសរុបបូករួមទាំងអស់ហ្នឹងដើម្បីឲ្យមានភាពងាយស្រួលសម្រាប់ម្ដាយឪពុកខាងកូនស្រីនឹងឯងលោកយកនៅតម្លៃខណ្ឌស្លាហ្នឹងយកទៅចាត់ចែងតាមសភាពជាក់ស្ដែងនៃកិច្ចកម្មវិធីម្យ៉ាងទៀតជួនកាលនៅបច្ចុប្បន្ននេះយើងក៏ឃើញមានដែរថាជួនកាលម្ដាយឪពុកខាងកូនស្រីហ្នឹងក៏លោកជួយបន្ទប់ទៅខាងផ្នែកកូនប្រុសនោះបន្ថែមទៀតដែរវាលែងពីការប្រាក់ខណ្ឌស្លាដែលជូនកំណត់ទៅលើម្ដាយឪពុកខាងកូនស្រីហើយជួនកាលលោកទាំងពីរត្រកូលទាំងសងខាងទាំងមេដាបេដាខាងកូនប្រុសនិងមេដាបេដាខាងកូនស្រីនឹងឯងលោករួបរวมគ្នាក្នុងការទទួលខុសត្រូវទៅលើកម្មវិធីមង្គលអាពាហ៍ពិពាហ៍របស់កូនចៅប្រុសស្រីហ្នឹងទាំងពីរអ្នកអាចថាស្មើគ្នាដូចជា50% ឬប្រមាណទៅស្រេចតែការយល់ព្រមគ្នារវាងត្រកូលនៃលោកទាំងពីរហ្នឹងទៅដើម្បីទទួលបន្ទុកលើការចំណាយទាំងស្រុងនៅក្នុងកិច្ចកម្មវិធីមង្គលហ្នឹងព្រោះលោកធ្វើបែបនេះដោយសារលោកមានកញ្ចប់ថវិកាលទ្ធភាពគ្រប់គ្រាន់មិនឲ្យប៉ះពាល់ទៅលើតម្លៃប្រាក់ខណ្ឌស្រាយដែលបានជូនទៅមេបាខាងស្រីនោះទេបានន័យថាលោកមានជាចំណាយផ្សេងទៀតជួយដោះស្រាយអញ្ចឹងតម្លៃប្រាក់ខណ្ឌស្រាយដែលមេដាបេដាកំណត់
ទាពីកូនសម័យខ្លួនខាងកូនប្រុសមេដាបេដាខាងកូនប្រុសនោះគឺថាប្រាក់នឹងមិនបែកខ្ញែកទៅណាណីទេវាជាលទ្ធភាពមួយសម្រាប់កូនប្រុសកូនស្រីយកទៅបង្កលក្ខណៈក្នុងការសាងជីវិតគ្រួសារថ្មីទៀតកាន់តែមានភាពងាយស្រួលមិនខុសអីពីរបៀបទម្រង់បែបបុរាណដែរទេគឺថាកូនចៅរៀបការហើយមានទីពឹងមិនបារម្ភក្នុងការខ្វះខាតទ្រព្យសម្បត្តិក្នុងការស្វះស្វែងរកអញ្ចឹងនេះក៏ជាការល្អដែរនាសម័យបច្ចុប្បន្នគឺអាស្រ័យទៅលើការយោគយល់មានអធិស្ឋានមានសេចក្តីសម្ដៅនឹងគ្នាព្រោះអីថាព្រោះអ្នកទាំងពីរហ្នឹងក្រោយពីសង្គមជាគូអនាគតរវាងគ្នានឹងគ្នាហើយកូនប្រុសកូនស្រីទាំងពីរคล้ายទៅជាសាច់ឈាមតែមួយអ្នកដន្លងទាំងសងខាងហ្នឹងក៏ទទួលដឹងឮនិងទទួលបន្ទុកក្នុងការនៅតែជួយជ្រោមជ្រែងមើលថែការខុសត្រូវជួយទំនុកម្រងកូនតែជានិច្ចកាលមិនលែងឡើយមិនបោះបង់កូនចៅឡើយអញ្ចឹងតកតងទៅនឹងសំណួរនេះដែលខ្ញុំបានលើកឡើងមកនេះគឺដើម្បីបញ្ជាក់ជូនទៅដល់អស់លោកម្ចាស់សំណួរឲ្យលោកបានជ្រាបឬក៏ដូចជាការចែករំលែកទៅកាន់បងប្អូនអស់លោកលោកស្រីដែលតែងតែតាមដាននៅកម្មវិធីតែងតែតាមដាននៅពិធីអាពាហ៍ពិពាហ៍ខ្មែរយើងនេះឲ្យលោកបានយល់ជ្រាបនៅក្នុងសក្តីនេះដើម្បីងាយស្រួលនៅក្នុងកិច្ចការធ្វើពិធីមង្គលនានាគឺយើងមានការចេះដឹងយល់ទាំងអស់គ្នាកិច្ចកម្មវិធីដឹកនាំទៅគឺប្រព្រឹត្តទៅដោយរលូនមានសេរីសួស្តីសម្រាប់កូនប្រុសស្រីរបស់លោកទាំងអស់គ្នាម្យ៉ាងទៀតតកតងទៅនឹងការកាត់តម្លៃខណ្ឌស្លាកាត់នៅក្នុងសនាទៀតនោះកាត់ប្រមាណតម្លឹងប្រមាណស្លឹងប្រមាណបានទៀតអស់លោកអាចទៅទស្សនាវីដេអូដែលខ្ញុំបានដាក់ចូលហើយនៅក្នុង channel នេះដើម្បីយល់ឲ្យកាន់តែច្បាស់អំពីការកាត់តម្លៃខណ្ឌស្លាតាមសាសជាបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលា